បាទជំរាបសួរបងប្អូនទាំងអស់គ្នាហើយជនរួមជាតិអ្នកស្ដាប់ទាំងអស់គ្នាផងដែរបាទអរគុណច្រើនសម្រាប់ការតាមដានព័ត៌មានកន្លងមកហើយឥឡូវនេះខ្ញុំនាំបងប្អូនទៅនិយាយអំពីប្រទេសអារ៉ង់វិញហើយប្រទេសអារ៉ង់ជាមួយនឹងអាមេរិកទើបតែប្រយុទ្ធគ្នាចប់ហើយថ្មីក៏ត្រូវបានសម្របសម្រួលដើម្បីឲ្យបើកច្រកអូមូសឡើងវិញដើម្បីដឹកទំនិញបាទដឹកប្រេងឥន្ធនៈផ្សេងផងដែរហើយអារ៉ង់ក៏ដាក់គ្រាប់បែកនៅក្នុងសមុទ្របាទនៅក្រោមបាតសមុទ្រផងដែរដើម្បីត្រៀមកំទេចបាទនៅវាឆ្លងកាត់ផ្សេងក៏ប៉ុន្តែបញ្ហាទាំងអស់នេះយើងបានដោះស្រាយរួចហើយដែលយើងគិតថាមួយរយៈមុនដែលមានព័ត៌មានផ្សាយថាសហរដ្ឋអាមេរិកគឺបានសហការនឹងបញ្ឈប់បាទប្រយុទ្ធគ្នាសារជាថ្មីក៏ប៉ុន្តែជាក់ស្ដែងរឿងរ៉ាវគឺមិនទាន់ចប់នៅឡើយទេរហូតដល់ថ្ងៃទី25នេះ26នេះគឺមិនទាន់ចប់នៅឡើយទេយើងឃើញថាព័ត៌មានទាំងអស់ដែលត្រូវបានផ្សាយថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានសម្របសម្រួលឲ្យបើកច្រកអូមូសប៉ុន្តែគាត់ទៅបើកច្រកអូមូសក៏ប៉ុន្តែមិនទាន់បញ្ចប់កិច្ចការទាំងស្រុងបាទសង្គ្រាមយើងបញ្ចប់ហើយបើកច្រកយើងបានបញ្ចប់ក៏ប៉ុន្តែនៅមានទណ្ឌកម្មផ្សេងទៀតដែលមិនអាចលុបលាងបានគឺជាទណ្ឌកម្មខ្មៅងងឹតចំពោះសេដ្ឋកិច្ចបាទសេដ្ឋកិច្ចខ្មៅងងឹតឬក៏អាចហៅថាជាវិធានការថ្មីនៅក្នុងការលុបលាងលុយខ្មៅកខ្វក់បាទនៅប្រទេសអារ៉ង់ផងដែរអញ្ចឹងអ៊ីរ៉ង់កន្លងមកហាក់ដូចជាលាងខ្លួនមិនស្អាតបាទមិនចេះស្អាតនិយាយថា40-50ឆ្នាំហើយនៅតែលាងខ្លួនមិនស្អាតអញ្ចឹងសង្គ្រាមនេះយើងគិតថាចប់ហើយច្រកអូមូសក៏បានបើកឡើងវិញដែរក៏ប៉ុន្តែបញ្ហាមួយទៀតដែលសំខាន់គឺអាមេរិកនៅតែបន្តដាក់ទណ្ឌកម្មបន្ថែមទៀតដើម្បីកាត់ផ្ដាច់ប្រភពចំណូលទាំងស្រុងរបស់អ៊ីរ៉ង់អញ្ចឹងអានឹងកាត់ផ្លូវរស់ទៀតបាទហើយអ៊ីរ៉ង់ក៏មិនដឹងថាមានវិធានការអ្វីទៀតព្រោះយើងទៅដោះស្រាយហើយទៅនឹងបើកច្រកអូមូសឡើងវិញដើម្បីឲ្យនាវាដឹកប្រេងយើងធ្វើពាណិជ្ជកម្មអាជីវកម្មផ្សេងហ្នឹងដើម្បីច្រកនាវាហ្នឹងដើម្បីបើកតាមច្រកហ្នឹងបានអញ្ចឹងឥឡូវយើងបើកច្រកហើយមិនដឹងថាអ៊ីរ៉ង់មានវិធានការយ៉ាងណាទេសម្រាប់ដល់ថ្ងៃទី26នេះគឺយើងទទួលបានតែព័ត៌មានខាងអាមេរិកសហរដ្ឋអាមេរិកគឺបានប្រកាសដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដើម្បីកាត់ផ្តាច់ប្រាក់ចំណូលទាំងស្រុងរបស់អ៊ីរ៉ង់ក៏ប៉ុន្តែអ៊ីរ៉ង់ហើយរហូតមកដល់ថ្ងៃនេះមិនទាន់បានឆ្លើយតបនៅឡើយទេអាចខឹងឬក៏បិទច្រកអូមូសយ៉ាងម៉េចវិញឬក៏ត្រូវប្រកាសសង្គ្រាមយ៉ាងម៉េចវិញអាហ្នឹងមានតែយើងតាមដានបន្តទៀតឥឡូវយើងមើលទៅលើការដាក់ទណ្ឌកម្មវិញតើដាក់ទណ្ឌកម្មកម្រិតណាអញ្ចឹងរដ្ឋាភិបាលលោក Donald Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃច័ន្ទទី24សីហាថាការដាក់វិធានការទណ្ឌកម្មថ្មីបន្ថែមទៀតដើម្បីកាត់ផ្តាច់ទាំងស្រុងនៅប្រភពចំណូលរបស់អ៊ីរ៉ង់ទណ្ឌកម្មវគ្គនេះមិនដាក់ទៅលើអ៊ីរ៉ង់ដោយផ្ទាល់ទេតែដាក់ទៅលើប្រទេសដែលជាដៃគូរកស៊ីជាមួយរបបផ្ដាច់ការអ៊ីរ៉ង់យើងឃើញថាការដាក់ទណ្ឌកម្មកន្លងមកវាមិនសូវមានប្រសិទ្ធភាពពីព្រោះដាក់ទៅលើតែប្រទេសអារ៉ង់តែមួយអញ្ចឹងប្រទេសអារ៉ង់នៅតែឆ្លៀតរកស៊ីបាទសេដ្ឋកិច្ចខ្មៅងងឹតជាមួយនឹងប្រទេសដៃគូផ្សេងទៀតអញ្ចឹងអារ៉ង់បានចំអកតបវិញថាវិធានការទណ្ឌកម្មបែបនេះគឺវាបញ្ជាក់អំពីបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការកាច់បំបាក់អារ៉ង់ថ្ងៃទី24សីហាសហរដ្ឋអាមេរិកបានប្រកាសវិធានការទណ្ឌកម្មថ្មីបន្ថែមដើម្បីឈានទៅកាត់ផ្តាច់ទាំងស្រុងនៅប្រភពចំណូលថវិការបស់របបផ្ដាច់ការអ៊ីស្លាមអ៊ីរ៉ង់បាទយើងដឹងហើយក្រុមអ៊ីស្លាមអ៊ីរ៉ង់នឹងគឺសាហាវឃោឃៅណាស់បាទដាក់គ្រាប់បែកតាមយន្តហោះតាមឡានតាមកប៉ាល់នាវាបាទហើយពេលខ្លះកាត់ក្បាលទៅទៀតបាទមានដល់កាត់ក្បាលទៅទៀតបាទលោករដ្ឋមន្ត្រីហេរ៉ាញ់វត្ថុអាមេរិកបានបញ្ជាក់ថាទណ្ឌកម្មបន្ថែមនេះមិនដាក់ទៅលើអ៊ីរ៉ង់ដោយផ្ទាល់ទេតែដាក់ទៅលើប្រទេសនិងក្រុមហ៊ុនទាំងអស់ដែលជាដៃគូធ្វើជំនួញជួញដូរជាមួយនឹងអ៊ីរ៉ង់ដូចជាក្នុងវិស័យជួញដូរមាសបច្ចេកវិទ្យាទំនើបអាកាសចរណ៍និងការដឹកជញ្ជូនផ្លូវសមុទ្រជាដើមបាទពាក់ព័ន្ធជាមួយនឹងច្រោះអូមូសបន្ថែមទៀតហើយគឺការដាក់ទណ្ឌកម្មលើកនេះគឺធ្ងន់ជាងលើកមុនហើយក៏ខុសប្លែកជាងលើកមុនហើយក៏ថ្មីហើយក៏ទី1បាទខុសពីលើកមុនដែរព្រោះលើកមុនដាក់ទៅលើប្រទេសអ៊ីរ៉ង់តែមួយទេតែលើកនេះគឺកាត់ផ្ដាច់ដៃគូទាំងអស់តែម្ដងគឺមិនឲ្យរកស៊ីពាណិជ្ជកម្មជួញដូរសេដ្ឋកិច្ចជាមួយនឹងប្រទេសអ៊ីរ៉ង់ទេទោះជាយ៉ាងណាក្តីលោក Scott Bessent មិនបានបញ្ជាក់ទេថាទណ្ឌកម្មថ្មីទាំងនេះនឹងចូលជាធរមាននៅពេលណាហើយក្រុមហ៊ុនឬប្រទេសណាខ្លះដែលអាចនឹងជាប់សំណាញ់នេះបាទនិយាយជាទូទៅចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីរ៉ង់អាចនឹងរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាស្ដែងក្នុងវិស័យទិញលក់និងដឹកជញ្ជូនប្រេងឆៅរបស់អ៊ីរ៉ង់លោក Scott Bessent អះអាងថាអ៊ីរ៉ង់កំពុងតែស្ថិតនៅមុខជម្រើសផ្លូវដើរតែពីរគត់ទី1ដើរនៅលើផ្លូវឯកោសេដ្ឋកិច្ចទាំងស្រុងហើយទី2ដើរនៅលើផ្លូវធម្មតាដូចគេក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកជាងនេះទៅទៀតលោកបានគម្រាមបន្ថែមថា
គ្រប់ប្រទេសទាំងអស់ដែលមិនចូលរួមសហការក្នុងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏នឹងត្រូវអាមេរិកដាក់ឲ្យនៅឯកោដែរឬអាចនឹងត្រូវអាមេរិកដកចេញលែងឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់ដុល្លារទៀតផងលោកគូបញ្ជាក់ថាគ្មានប្រទេសណាមួយអាចមកសាក់លបងជាមួយនឹងការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកបានជាដាច់ខាតនៅលើបណ្ដាញទូរទស្សន៍អ៊ឺរ៉ង់រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ឺរ៉ង់អាលីម៉ាន់ដានីសាដេសបានប្រតិកម្មតបដោយចំអកថាអាមេរិកបន្ថែមទណ្ឌកម្មថ្មីទៀតនេះគឺវាបញ្ជាក់ច្បាស់ថារាល់ទណ្ឌកម្មគឺគ្មានប្រសិទ្ធភាពមានតែភាពបរាជ័យតែប៉ុណ្ណោះដែលកន្លងមកមិនអាចកាច់បំបាក់អ៊ឺរ៉ង់បានឡើយពីទីក្រុងប៉េកាំងលោកស៊ីនជៀនដែលជាអ្នកដឹកនាំពាក្យក្រសួងការបរទេសចិនបានប្រតិកម្មថាទំនាក់ទំនងសហប្រតិបត្តិការដែលចិនមានជាមួយនឹងអ៊ឺរ៉ង់គឺវាស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិហើយវានឹងមិនអាចក្លាយទៅជាកម្មវត្ថុនៃការដាក់សម្ពាធទណ្ឌកម្មឬការលូកដៃគំរាមកំហែងពីប្រទេសផ្សេងទៀតណាមួយបានឡើយសូមបញ្ជាក់ដែរថាជាច្រើនឆ្នាំមកហើយដែលអ៊ឺរ៉ង់បានរងនៅទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិអ្វីបារបបនេះបន្តអះអាងថាគ្មានអ្វីព្រួយបារម្ភនឹងមិនចុះចាញ់សហរដ្ឋអាមេរិកក៏ដោយនៅពេលនេះតែការពិតជាក់ស្ដែងប្រជាជនអ៊ឺរ៉ង់កំពុងតែជួបការលំបាកជាទីបំផុតអត្រាអតិផរណាដែលមានចំនួន46%កាលពីខែកុម្ភៈបានកើនដល់66%នៅពាក់កណ្ដាលនៃខែកក្កដាតម្លៃរូបិយប័ណ្ណរ៉ាយ៉ាល់អ៊ឺរ៉ង់បានធ្លាក់យ៉ាងគំហុក 1.88 លានរ៉ាយ៉ាល់ដែលបានតែ$1សហរដ្ឋអាមេរិកតែប៉ុណ្ណោះយ៉ាងណាមិញលោកម៉ាសូតបេស៊ីកង់ដែលជាប្រធានាធិបតីអ៊ឺរ៉ង់បានទទួលស្គាល់ថាប្រទេសអ៊ឺរ៉ង់កំពុងតែប្រឈមនឹងបញ្ហាលំបាកដ៏ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចដោយសារតែទណ្ឌកម្មអាមេរិកនិងអន្តរជាតិផ្សេងទៀតបែបតាមតួលេខក្រុមហ៊ុនតាមដានការដឹកជញ្ជូនផ្លូវសមុទ្រ Kepler ការបិទគប់កំពង់ផែអ៊ឺរ៉ង់ពីសំណាក់កងទ័ពអាមេរិកបានធ្វើឲ្យការនាំចេញប្រេងអ៊ឺរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំងមុនសង្គ្រាមអាចនឹងនាំចេញប្រេងកាតបាន2លានធុងបារ៉ែលនៅក្នុងមួយថ្ងៃតែនៅពាក់កណ្ដាលខែសីហាអ៊ឺរ៉ង់បានលួចនាំចេញបានត្រឹមតែ4សែនធុងបារ៉ែលតែប៉ុណ្ណោះនេះគឺជាទណ្ឌកម្មថ្មីមួយដែលសហរដ្ឋអាមេរិកបានផ្លាស់ប្ដូរបាទជាលើកដំបូងហើយដែលបានកាត់ផ្ដាច់ចំណងដៃគូសហការរ៉ូស៊ីពាណិជ្ជកម្មផ្សេងបាទជាមួយនឹងប្រទេសអ៊ឺរ៉ង់ព្រោះកន្លងមកដាក់តែប្រទេសអ៊ឺរ៉ង់ទេវាអត់សូវមានប្រសិទ្ធភាពទោះបីតែមានប្រសិទ្ធភាពខ្លាំងមែនទែនប៉ុន្តែអ្នកដែលវេទនាគឺជាប្រជាជនអ៊ឺរ៉ង់ហើយចំណែកដៃគូផ្សេងទៀតដែលសហការនៅតែលួចសហការបន្តទៀតអញ្ចឹងហើយឥឡូវនេះលើកនេះអាមេរិកដាក់ទាំងដៃគូតែម្ដងបាទដៃគូប្រទេសណាដែលត្រូវរ៉ូស៊ីជាមួយអ៊ឺរ៉ង់គឺកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងអាមេរិកតែម្ដងបាទអញ្ចឹងហើយព័ត៌មានឆ្លើយតបយ៉ាងណាយ៉ាងណីចំពោះអាល្លឺម៉ង់បានឆ្លើយតបហើយអ៊ីរ៉ង់បានឆ្លើយតបហើយបាទសំទោសមិញបាទរ៉ង់គឺមិនខ្លាចទេក៏ប៉ុន្តែជាក់ស្ដែងហ្នឹងគឺប្រជាជនហ្នឹងកំពុងតែស្រែកយំពេញដល់ប្រទេសហ្នឹងហើយស្អប់អ្នកកាន់អំណាចរបស់ខ្លួនទៀតបាទគឺប្រជាជនហ្នឹងស្អប់មែនតើបាទចឹងអរគុណច្រើនហើយសង្ឃឹមថាចំណុចខ្វះខាតមួយចំនួនឬមានព័ត៌មានថ្មីសូមជួយ comment នៅវីដេអូខាងក្រោមនេះបាទសូមអរគុណច្រើនបាទ